ជំរាបសួរលោកគ្រូអ្នកគ្រូនេះជាការបង្ហាញពីការបង្កើត QR សម្រាប់ទាញយកព័ត៌មានសិស្សនៅពេលដែលយើងចូលមកដល់ផ្ទាំង PLP ថ្នាក់បឋមថ្មីសូមលោកគ្រូអ្នកគ្រូចុចទៅលើ Profile បន្ទាប់មកយកពាក្យគ្រប់គ្រងសិស្សអញ្ចឹងយើងទាំងអស់គ្នានឹងបានឃើញសិស្សនីមួយៗនៅក្នុងថ្នាក់អញ្ចឹងសូមនៅពេលដែលយើងទាញយក QR code របស់សិស្សអញ្ចឹងសូមលោកគ្រូអ្នកគ្រូក៏លេចមើលទៅខាងលើមានទាញយកតំណែង QR របស់ខ្ញុំនិង QR សិស្សអញ្ចឹងយើងជ្រើស QR code សិស្សនៅពេលដែលអ្នកគ្រូលោកគ្រូបានឃើញហើយសូមចុចលើប៊ូតុងមួយនេះបន្ទាប់មកយើងនឹងលោតផ្ទាំងមួយគឺផ្ទាំង QR របស់សិស្សទាំងអស់ចឹងនៅពេលដែលយើងត្រូវការទាញយកគឺយើងទាញយកម្ដងទាំងអស់តែម្ដងអញ្ចឹងសូមចុចពាក្យថាទាញយកជា PDF ចុចលើប៊ូតុងសូមរងចាំបន្តិចអញ្ចឹងនៅពេលហ្នឹងគឺមានលោតផ្ទាំងមួយគឺផ្ទាំងដែល download ជា file PDF នេះសូមលោកគ្រូអ្នកគ្រូចុចលើហ្នឹងមកអញ្ចឹងយើងនឹងបាន file ជា PDF យើងអាចយកទៅប្រើប្រាស់ scan បានហើយនឹងយកទៅ print បានអញ្ចឹងវីដេអូក៏ដល់ទីបញ្ចប់ដែរសូមអរគុណលោកគ្រូអ្នកគ្រូនឹងមានវីដេអូជាបន្តទៀតសូមអរគុណ